MSO Sport សូមស្វាគមន៍មកកាន់កម្មវិធី High Tech ថាមពលកីឡាជំរាបសួរបាទខ្ញុំបាទស៊ីធនរដ្ឋានលោកនីរធីមកជួបលោកអ្នកទៀតហើយនៅ MSO Sport និង MSO Sport News ដែលតែងតែលើកយកមករឿងរ៉ាវរាយរាប់ជុំវិញពិភពកីឡាក្នុងប្រទេសក្រៅប្រទេសបាទថ្ងៃនេះយើងសម្បូររឿងមកទៀតណាបាទសម្បូររឿងទៀតហើយបាទមានទាំងក្នុងស្រុកក្រៅស្រុកប៉ុន្តែក្នុងស្រុករៀងសម្បូរជាងបន្តិចដោយសារតែបេសកកម្មបាទកីឡាបាល់ទាត់ទៅដូចជាបដាល់ក្រៅស្រុករៀងគេហៅថារំយើលបន្តិចបើថាចប់លីកបាទមានតែការប្រកួតដែលទើបតែបញ្ចប់ទៅក្តៅកាលពីថ្ងៃសៅរ៍នឹងការប្រកួតជម្រើសជាតិបាទនៅអឺរ៉ុបដែលគេលេងមិត្តភាពផងលេងជម្លោះអីផ្សេងៗមកតែយើងនឹងរៀបរាប់តែក្នុងស្រុករៀងធ្ងន់ជាងក្រៅស្រុកបន្តិចហ្នឹងបាទអញ្ចឹងឥឡូវបើថាយើងបញ្ចប់សាច់រឿងយើងដឹងហើយណាជើងឯកក្នុងស្រុកក្រៅស្រុកអំពីបាល់ទាត់ណាបាទយើងដឹងអស់ហើយបាទឥឡូវខ្ញុំសូមបន្ថែមបន្តិចទៅម្សិលមិញហ្នឹងខ្សែក្រវ៉ាត់5នៅតាកូម៉ា Washington នោះខ្មែរយើងបាន3ចាញ់ទៅ2បាទអេយ៉ាណូតចាញ់កាណាដារបូតខ្សែក្រវ៉ាត់សហព័ន្ធគុណខ្មែរបាទបន្ទាប់មកទៀតចូលមកដល់ឡាវចាន់ទ្រាឈ្នះខ្សែក្រវ៉ាត់សហព័ន្ធគុណខ្មែរមកវិញបាទឈ្នះមកវិញតបមកទៅដល់លូនបញ្ញាបានខ្សែក្រវ៉ាត់ជើងឯកអាមេរិកមកបាទបន្ទាប់ម្នាក់បន្ទាប់មកទៀតឡាវចត្រាបាទឡាវចត្រាចាញ់ខ្សែក្រវ៉ាត់បាទចុងក្រោយគូពិសេសហើយម្នាក់ហ្នឹងគ្រាន់បើណាម្នាក់វាយឈ្នះឡាវចត្រាហ្នឹងវាយឈ្នះរឿងសុភ័ណ្ឌវាយឈ្នះសោមពិសិដ្ឋវាយឈ្នះឡើងមិនចេះតិចអ្នកទេបាទហើយគូចុងក្រោយពេជ្រសម្បត្តិនៅតែឈ្នះបាទចឹងគឺជោគជ័យ3វាខក72បាទនឹងបន្តដំណើរទៅក្រោយទៀតបើតាមដឹងគឺសប្តាហ៍ទី2នៃខែមិថុនាចេញមកកប៉ាល់ហោះទៅទៀតហើយទៅញូហ្សេឡង់បាទទៅញូហ្សេឡង់អញ្ចឹងមកកប៉ាល់ហោះទៅទៀតនោះយ៉ាងណាចាំយើងអាប់ដេតសូមចាំតាមដានទស្សនាក្នុងកម្មវិធីហើយតែតាមប្រព័ន្ធកីឡាបាទអូខេឥឡូវបងប្អូនខ្ញុំសូមជូនដំណឹងពិសេសអំពីបេសកកម្ម High Tech ដែល High Tech គឺជាម្ចាស់ឧបត្ថម្ភដ៏ធំរបស់ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបន្ទាប់ពីបញ្ចប់បេសកកម្មដ៏ធំមួយបានបង្កើតកំណត់ត្រាគឺការចូលរួមបរិច្ចាគឈាមដល់ទៅមជ្ឈមណ្ឌលផ្ដល់ឈាមកាលពីថ្ងៃទី18ខែកុម្ភៈបាទ1257សាក់បាទដែលជាកំណត់ត្រាមួយដ៏ធំហើយតិចជាមួយនឹងធម្មពលកីឡាធ្វើការប្រកួតផងពីរៀលឲ្យសប្បុរសជនមហាជនបានចូលរួមផងបាទតបេសកកម្មទៀតហើយបាទម្សិលមិញក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាកាលពីថ្ងៃទី1ខែមិថុនាឆ្នាំ2025ទិវាកុមារអន្តរជាតិសមាជិកក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបាទខ្ញុំលើកលោកធីទៅដល់មុនគេម្ដងគឺចូលរួមរត់ជាមួយសៃបាទរត់នោះគឺនៅក្នុងការរត់គេហៅរត់ដើម្បីបេះដូងរត់ដោយបេះដូងបាទរត់ដើម្បីអនាគតកុមារអូទីសឹមនៅកម្ពុជាបាទផ្សាយបានដឹងថាមានការចូលរួមពីសប្បុរសជនមហាជនជាច្រើនបាទជាពិសេសគឺនាយិការបស់អង្គការទុនសាយគាត់មានសេចក្តីរីករាយមែនទែនដល់ពេលដែលបងប្អូនមហាជនបានដឹងអំពីការផ្ដល់តម្លៃបាទភាពស្មើគ្នានៃយើងដែលមានកាយសម្បទាសតិបញ្ញាស្មារតីធម្មតាហើយតម្លៃស្មើគ្នាជាមួយនឹងអ្នកការបញ្ហា autism ហ្នឹងពីព្រោះនៅពេលដែលផ្ដល់កម្លាំងចិត្តដល់គាត់បាទពេលដែលផ្ដល់ស្នាមញញឹមដល់គាត់ពេលដែលយើងស្និទ្ធជាមួយគាត់ធ្វើឲ្យគាត់មានអារម្មណ៍កក់ក្ដៅហើយជាងអាការៈនេះក៏វាស្រស់ស្រាយមកតាមដែរបាទជាការពិតបាទគឺការរត់ប្រណាំងបាទការរ៉ាន់វិទ្យាឬក៏កម្មវិធីបាទរត់ដោយក្តីស្រឡាញ់រត់ដោយបេះដូងរត់ដើម្បីអនាគតកុមារ autism សមវិញបាទគឺបាទផ្សាយតតែម្ដងដែលជាម្ចាស់គម្រោងនេះគឺគាត់បានអរគុណមែនទែនបាទចំពោះការចូលរួមពីសំណាក់ដៃគូឧបត្ថម្ភនានាបាទជាពិសេសគឺដូចជា High Tech ផងបាទគឺក្រុមពិធីករកីឡាក៏បានទៅចូលរួមរត់ដោយក្តីញញឹមរីករាយជាពិសេសនោះវាបានឃើញកុមារ autism ដែលគាត់មិនមានភាពភ័យខ្លាចបាទហើយនាងនិយាយឲ្យសាមញ្ញរួមទៅគឺគាត់មានអារម្មណ៍ថាមិនទទួលបានការរើសអើងពីចំណាក់មជ្ឈដ្ឋានទូទៅដោយគាត់ម្សិលមិញគឺយើងបានឃើញទឹកមុខ
បាទខ្ញុំទៅផ្ទាល់ជាមួយលោកសុធនថានគឺឃើញគាត់ញញឹមសប្បាយរីករាយគាត់ជជែកជាមួយយើងគាត់លេងជាមួយយើងបើទោះបីជាគាត់មានបញ្ហាយ៉ាងណាក៏ដោយប៉ុន្តែគឺអារម្មណ៍ស្មារតីរបស់ពួកគាត់សឹមវិញហ្នឹងគឺខ្ញុំមើលទៅគឺពិតជាស្រស់ស្រាយមែនទែនបាទដែលកុមារ autism នៅកម្ពុជាគឺទទួលបានការទទួលស្គាល់ជាបាទការយល់ដឹងច្រើនពីមនុស្សមជ្ឈដ្ឋានជុំវិញខ្លួនថាពួកគាត់មិនមែនជាអ្នកជំងឺទេបាទគ្រាន់តែពួកគាត់មានបញ្ហាពីកំណើតបាទអញ្ចឹងនេះគឺជាអ្វីដែលយើងត្រូវតែជួយលើកស្ទួយក៏ដូចជាបាទការផ្ដល់ក្តីសង្ឃឹមក៏ដូចជាការចូលរួមជាមួយពួកគាត់ដើម្បីឲ្យពួកគាត់អាចបញ្ជ្រាបខ្លួនចូលទៅក្នុងសង្គមរបស់យើងតាមការធ្វើសកម្មភាពនានាបាទដោយម្សិលមិញគឺឃើញកុមារជាច្រើនបាទគឺគាត់សប្បាយគាត់មករត់ជាពិសេសគឺយើងបានកាន់ដៃគាត់រត់គឺជារឿងមួយដ៏ប្រពៃតែបាទខ្ញុំរំភើបមែនទែនបាទនៅពេលដែលក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានរួមគ្នាហើយមានគោលដៅមួយដើម្បីកិច្ចការមនុស្សធម៌និងកិច្ចការសង្គមយើងបានបាទកើតជាក្រុមបាល់ទាត់ចុងឆ្នាំយើងបានចូលរួមបង្កើតនៅកំណត់ត្រាការចូលរួមបរិច្ចាគឈាមយើងបានប្រកួតជាមួយក្រុមបាល់ទាត់ក្នុងដែលធ្វើកិច្ចការសង្គមជាមួយគ្នាបាទតួយ៉ាងនៃក្រុមបាល់ទាត់ការរីករួតនៅក្រុមបាល់ទាត់ Cambodian Superstar បាទនិងក្រុមបាល់ទាត់ផ្សេងៗទៀតអត់ទាន់អស់ទេបន្ទាប់ពីថ្ងៃទី1ខែមិថុនាទៅដល់ថ្ងៃទី6ខែមិថុនាបាទថ្ងៃទី6ខែមិថុនាឆ្នាំ2025នេះបាទក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបាទរួមចំណែកជាមួយនឹងក្រុមបាល់ទាត់គ្រូពេទ្យធីតាបាទដែលក្រុមបាល់ទាត់ក្រុមគ្រូពេទ្យធីតាក្រុមការគ្រប់គ្រងពីលោកជំទាវបាទពេជ្រច័ន្ទមនីហ៊ុនម៉ាណែតបាទដែលមានកិច្ចការសង្គមជាច្រើនដែលលោកជំទាវបានរៀបចំធ្វើជាហោហាយកន្លងមកអញ្ចឹងផ្នែកមួយនៅក្រុមបាល់ទាត់យើងបានរួមគ្នានៅក្នុងបេសកកម្មមួយដែលហៅថា 10000 រៀល 10000 នាក់បាទគឺបេសកកម្មនេះបាទគឺការចាប់ផ្ដើមតាំងតែពីម្សិលមិញជាផ្លូវការបាទដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំបាទក៏ដូចជាបាទសប្បុរសធម៌បាទសប្បុរសជនដែលមានមុខមាត់នៅក្នុងសង្គមជាច្រើនក្នុងការឧបត្ថម្ភបាទគឺយុទ្ធនាការនេះគឺយើងចាប់ផ្ដើមពី 10000 រៀលក្នុង1នាក់បាទប៉ុន្តែមានសប្បុរសធម៌ជាច្រើនសប្បុរសជនជាច្រើនដូចជាថ្នាក់ដឹកនាំបាទគឺក៏បានឧបត្ថម្ភលើសពីចំនួនទឹកប្រាក់ 10000 រៀលហើយទឹកប្រាក់ទាំងអស់គឺនឹងត្រូវបរិច្ចាគក៏ដូចជាយកទៅជួយទៅកាន់មន្ទីរពេទ្យគុណធម៌បាទជាគេហៅថាកន្លែងដែលសង្គ្រោះអាយុជីវិតកុមារកម្ពុជារាប់ផ្សាយអ្នកបាទតែពីបង្កើតមកតែម្ដងអញ្ចឹងបានថាការជួយរបស់បងប្អូនជាបន្តបន្ទាប់គឺជាការជួយដល់អាយុជីវិតកុមារអញ្ចឹងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាមានការប្រកួតបាល់ទាត់មួយសូមប្រកាសដំណឹងដល់ប្រិយមិត្តពុកម៉ែបងប្អូនបាទដែលចូលចិត្តទស្សនាបាល់ទាត់ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជានិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតានឹងធ្វើការប្រកួតមិត្តភាពមួយនៅស្តាតចាស់ស្តាតកីឡាកងយោធពលខេមរៈភូមិន្ទនាវេលាល្ងាចបាទថ្ងៃទី6ចំថ្ងៃសុក្រខែមិថុនាឆ្នាំ2025លេងដើម្បីមិត្តភាពបាទក៏ដូចជាការប្រកួតដើម្បីគៀងគរបាទសប្បុរសជនក្នុងការចូលរួមជួយដល់មន្ទីរពេទ្យគុណធម៌ផាបាទក្រោមមូលបត្រ 10000 រៀលបាទ 10000 នាក់បាទជាការប៉ັດបាទបងប្អូនសម្រាប់ការជួយបាទក៏ដូចជាការដល់ប្រាក់ការវេទឹកប្រាក់ទៅកាន់មន្ទីរពេទ្យគុណធម៌ផាបងប្អូនអាចចូលទៅកាន់ page បាទរបស់មន្ទីរពេទ្យគុណធម៌ផាឬក៏ចូលទៅកាន់ page Facebook របស់ Thida បាទក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ដេចតេជោក៏ដូចជាចូលទៅកាន់ page ពិធីករកីឡាកម្ពុជាបាទបងប្អូនអាច search មើលទៅគឺឃើញនៅក្នុងបាទការដាក់ QR code ដែលមានឈ្មោះថាបាទគុណមន្ទីរពេទ្យគុណធម៌ផាមានជា QR រៀលនិង QR ដុល្លារបាទគឺងាយមែនតើបងប្អូនចង់ចូលជាដុល្លារក៏បានចង់ចូលជារៀលក៏បានហើយសម្រាប់ខ្ញុំហើយលោកស្ទនថារួចរាល់ហើយបាទចូលរួមនៅក្នុងយុទ្ធនាការ 10000 រៀល 10000 នាក់បាទមិនទាន់អស់ទេនៅទៀតបេសកកម្មរបស់ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបាទដែលមាន high tech ជា main sponsor នេះចេញពីថ្ងៃ6ថ្ងៃ14ថ្ងៃ14គឺជាទិវាបរិច្ចាគឈាមពិភពលោកអូយបាទក្រុមបាល់ទាត់សមាជិកពិធីករកីឡាកម្ពុជាដែលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបាទទៅដល់អាយុត្តមបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីក្នុងនាមលោកជាប្រធានកិត្តិយសរបស់ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាលោកតែងតែចង្អុលបង្ហាញនៅអ្វីដែលជាសកម្មភាពសម្រាប់សង្គមជួយសង្គមផ្សព្វផ្សាយព័ត៌មានចំណេះដឹងផ្សេងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានដឹងអំពីអត្ថប្រយោជន៍នៃការផ្ដល់ឈាមជាពិសេសតែម្ដងអញ្ចឹងថ្ងៃទី14ខែមិថុនា
ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជានឹងលើកគ្នាទៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមយើងទៅបរិច្ចាគជាបន្តទៀតព្រោះដល់ខែហើយលើកទី2ហើយបាទសម្រាប់ការកកើតនៃក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាយើងទៅទាំងអស់គ្នាបងប្អូនក៏អាចទៅបានដែរបាទនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមយើងបរិច្ចាគឈាមជូនទៅដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមបាទហើយមជ្ឈមណ្ឌលផ្ដល់ឈាមគឺនឹងប្រើប្រាស់បាទឈាមដែលយើងបរិច្ចាគស្ម័គ្រចិត្តទៅកាន់បាទអ្នកដែលត្រូវការការសង្គ្រោះបាទមិនត្រឹមតែបាទក្រុមពិធីករកីឡាបាទដែលធ្វើដំណើរទៅផ្ដល់ឈាមនៅថ្ងៃទី14នេះបាទតាមខ្ញុំដឹងគឺមានស្ថាប័នចេញជាច្រើនបាទច្រើនមែនតើបាទគឺក៏បានប្រកាសអំពីយុទ្ធនាការនៃការបរិច្ចាគឈាមបាទដើម្បីផ្ដល់ឈាមទៅកាន់មជ្ឈមណ្ឌលបាទឈាមបាទដើម្បីយកទៅទុកជួយសង្គ្រោះបាទអ្នកដែលត្រូវការដែលក៏ដូចជាអ្នកដែលកំពុងតែគេថាបាទស្វែងរកជំនួយបាទពីការផ្ដល់ឈាមផងដែរបាទហើយការផ្ដល់ឈាមនេះគឺជាការសង្គ្រោះជីវិតមនុស្សបាទគឺជារឿងសប្បុរសធម៌ដែលយើងគួរតែធ្វើបាទនៅតគ្នាទៀតបាទមានទៀតបាទតគ្នាទៀតយើងបូមឈាមថ្ងៃ14ណាដើម្បីថ្ងៃ19ថ្ងៃ20ថ្ងៃ19ថ្ងៃ20ថ្ងៃ19ថ្ងៃ20មានរឿងអីពិធីករកីឡាកម្ពុជាក្រុមបាល់ទាត់ទាំងមូលបាទនឹងធ្វើដំណើរទៅកាន់ដែនដីខេត្តសៀមរាបដែនដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជាបាទសហការជាមួយនឹងក្រុមរដ្ឋបាលខេត្តសៀមរាបបាទមាន2ធំបាទធំជាងគេគឺបរិច្ចាគឈាមបាទយើងនឹងធ្វើការផ្សព្វផ្សាយទៅដល់ពុកម៉ែបងប្អូនមហាជនភ្ញៀវទេសចរអង្គការក្រៅរដ្ឋាភិបាលនានាទាំងអស់ឲ្យបានដឹងអំពីគុណតម្លៃនៃការផ្ដល់ឈាមហើយនឹងរៀបចំជាសាលគ្រូពេទ្យដើម្បីទទួលការបរិច្ចាគឈាមពីពុកម៉ែបងប្អូនថ្ងៃ19មួយថ្ងៃពេញថ្ងៃ20អាចនឹងមួយថ្ងៃពេញឬក៏អាចនឹងមួយកណ្ដាប់ថ្ងៃគឺក្រុមការងារគណៈកម្មការកំពុងរៀបចំថាធ្វើយ៉ាងណាដើម្បីមានភាពងាយស្រួលនេះបាទគឺអត់បារម្ភបាទបងប្អូនបាទគឺអ្នកខ្លះគាត់នៅតែភ័យបាទតែការផ្ដល់ឈាមហ្នឹងគឺយ៉ាងម៉េចបាទហើយទៅបូមយ៉ាងម៉េចហើយទៅសម្រាប់យ៉ាងម៉េចបាទងាយបងប្អូនគ្រាន់តែទៅដល់បងប្អូនភ្លាមគឺគេមិនចាក់បងប្អូនបូមឈាមភ្លាមទេបាទគេមាន form មួយបងប្អូនបំពេញគេមានការពិនិត្យជួសចុងដៃពិនិត្យសម្រាប់បងប្អូនមានការដាក់ជីបចរបាទថាបងប្អូនអាចបរិច្ចាគឈាមបានទេហើយឈាមនឹងត្រូវគេថាក្នុងប្រភេទបាទក្រុមអីដែលក្រុមការងារយកបានឬទេនៅពេលដែលបងប្អូនបូមឈាមគឺគេគ្រាន់តែបូមឈាមហើយមានពេទ្យនៅទីនោះអង្គុយជាមួយបងប្អូនតែម្ដងបូមឈាមចប់គេឲ្យបងប្អូនសម្រាកបន្តិចលើកមកគេមានកាដូបាទគេដូចជាមានផ្លែក្រូចមានកាដូអនុស្សាវរីយ៍ដែលជាការគេថាការផ្ដល់ការលើកទឹកចិត្តបាទហើយក៏មានចំណីអាហារសម្រន់ដើម្បីបងប្អូនហូបដើម្បីកុំឲ្យមានបញ្ហាបាទប៉ុណ្្នឹងហើយចប់បងប្អូនដើរធម្មតានឹងមានទៀតក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបោះពុំអាវប្រមាណ1000អាវអូបាទកាដូពិសេសត្រៀមចែកជូនដល់បងប្អូនចង់ពាក់អាវពិធីករកីឡាកម្ពុជាបាទកាដូពិសេសតែម្ដងបាទគឺដោយការយើងបូមឈាមការខែ2អញ្ចឹងបាទដំបូងយើងគិតថាបាទមានបងប្អូនខ្លះមិនសូវបានដឹងប៉ុន្តែអត់ទេបងប្អូនអូយបាទចោលឈាមបាទចោលឈាមបងប្អូនបាទចោលឈាមហើយចោលកាដូអស់លីងបាទអស់លីងថ្ងៃនោះបាទបងប្អូនខ្លះមកអត់បានបូមឈាមបាត់ចង់ខឹងតែខ្ញុំមកបូមឈាមបាទមិនអត់បានបូមបាទដោយសារតែគ្រប់ឈាមបាទដែលគាត់ចង់បូមគឺលើកំណត់អញ្ចឹងសូមបន្តទៀតចុះមិនអីទេឥឡូវនេះគិតថាមជ្ឈមណ្ឌលជាតិដល់ឈាមធ្វើកាប់អីចេញរាល់ថ្ងៃចេញទៅរហូតគ្រប់ទីតាំងក្នុងព្រះរាជាណាចក្រកម្ពុជាហើយដល់ពេលហើយនៅមានទៀតអូបាទកម្មវិធីកកីឡាអត់ចប់ទេបងប្អូនបាទការផ្សព្វផ្សាយជូនដល់បងប្អូនដែលបានដឹងអំពីគុណប្រយោជន៍នៃការផ្ដល់ឈាមជារឿងមួយតែពួកយើងដែលបូមឈាមពីថ្ងៃ14ហើយនេះចង់ដល់ថ្ងៃ21ទាត់បាល់ជាមួយរដ្ឋបាលខេត្តសៀមរាបទៀតបាទទាត់បាល់ជាមួយរដ្ឋបាលខេត្តសៀមរាបនៅកីឡាដ្ឋានសៀមរាប United SRU សូមទស្សនាឲ្យបានច្រើនកកសប្បាយនឹងការទស្សនាបាល់ទាត់បានថតជាមួយពិធីករណាដែលបងប្អូនស្រឡាញ់បន្ទាប់មកមានកាដូអនុស្សាវរីយ៍ជូនទៅដល់បងប្អូនផងដែរអ្នកនៅខេត្តសៀមរាបណាកុំភ្លេចណាបាទជួបគ្នានៅខេត្តសៀមរាបបាទថ្ងៃ19ថ្ងៃ20បាទ19 20 21បាទ3ថ្ងៃពេញបាទអញ្ចឹងបងប្អូនអាចទៅផ្ដល់ឈាមបាន19 20បាទថ្ងៃ21យើងទស្សនាការប្រកួតបាល់ទាត់បែបមិត្តភាពសម្រស់រវាងក្រុមពិធីករកីឡាបាល់ទាត់កម្ពុជានិងក្រុមបាល់ទាត់បាទរដ្ឋបាលខេត្តសៀមរាប
អូខេអញ្ចឹងនេះជាបេសកកម្មឥឡូវយើងមើលក្នុងស្រុកយើងច្រើនណាស់ក្រៅស្រុកដល់ណៃហើយទេរទ្ធីអើយឬក៏មានក្នុងស្រុកអីតទៀតមានក្នុងស្រុកមួយមានមួយមានក្នុងស្រុកមួយបាទអញ្ចឹងគឺនៅសល់តែប្រហែលថ្ងៃទៀតទេក្រមជំរឿជាតិកម្ពុជាគឺនឹងត្រូវប៉ះជាមួយនឹងបាទក្រមជំរឿជាតិទូមេនីស្ថានបាទទូមេនីស្ថានដែលការប្រកួតគឺនឹងធ្វើឡើងនៅវេលាម៉ោង 6 បាទដែលលេងនៅពួកកីឡាដ្ឋានជាតិបាទអញ្ចឹងគឺបងប្អូនអាចទិញសំបុត្រទៅហើយបាទសំបុត្រមានដាក់លក់នៅតាម Digital បាទ Stadium X បងប្អូនអាចចូលទិញបានដែលជាដៃគូសហការថ្មីរបស់សហព័ន្ធបាល់ទាត់កម្ពុជាទៅទិញសំបុត្រផ្ទាល់នៅពួកកីឡាដ្ឋានជាតិក៏បានបាទដើម្បីបង្ការកុំឲ្យដល់ថ្ងៃអស់សំបុត្របាទអញ្ចឹងគឺថ្ងៃ 5 នេះគោព្រៃកម្ពុជានឹងត្រូវប៉ះជាមួយនឹងទូមេនីស្ថានបាទហើយបងប្អូនក៏ឆ្ងល់ថាហេតុអីបានជាជើងនេះសុទ្ធតែយុវជនពេលច្រើនកុំឆ្ងល់បងប្អូនគ្រូបង្វឹកលោកកូជីកចូលទៅគឺគាត់រើសយុវជននេះដើម្បីលេងមិត្តភាពហើយមិនមែនក្មេងសុទ្ធទេមានលេងចាស់ខ្លះបាទហើយចម្រាញ់យកអ៊ុយ23ទៅលេងវគ្គជំរុះដែលកម្ពុជាចិត្តមានវគ្គជំរុះមួយទៀតហើយបាទលេងនៅទឹកដីឥណ្ឌូនេស៊ីនោះអញ្ចឹងគឺដើម្បីសម្រួលកម្លាំងទៅឥណ្ឌូនេស៊ីជាបន្តបាទនេះធ្លាក់តារាងមកហើយបាទខ្មែរជាមួយទូមេនីស្ថានហ្នឹងខ្ញុំអត្ថាធិប្បាយបាទខ្ញុំអត្ថាធិប្បាយទៀតនេះរឿងទៅផាត់ដីនេះវាវិលចុះវិលឡើងតែរឿងយើងដឹងប្រហែលតែគ្នាណោះអូខេចុះឥឡូវចេញពីកម្ពុជាទៅបាទតោះឥឡូវទៅដល់ណាវិញបាទលៀងទៅអឺរ៉ុបចុះអូខេទៅអឺរ៉ុបបាទគឺថារឿងអាចស៊ីផ្សាតិចហើយប៉ុន្តែក៏រំលឹកឡើងវិញដែរបាទគឺអបអសាទរបាទដល់ប៉ារីស Saint-Germain បាទដែលក្រុមជើងឯកបាទ UEFA Champions League នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រតែម្ដងបាទគឺអត់ដែលឈ្នះទេបាទក្រុមនៅបារាំងមានតែមួយក្រុមគត់ឈ្នះ Champions League គឺ Marseille បាទហើយ Marseille គឺគាត់តែងតែអួតរៀងរាល់ឆ្នាំនៅពេលដែលប៉ារីសធ្លាក់ដល់តែប៉ារីសធ្លាក់គឺគាត់អត់មានធ្វើអីច្រើនទេគាត់យកតែពៀនគាត់ចាស់ថតទៅមុខស្តាតដាក់ថាក្លឹបតែមួយគត់ក្នុងប្រវត្តិសាស្ត្របារាំងគាត់ទៅសេតែមួយម៉ាត់ហ្នឹងទេគាត់អត់ទៅសេអីច្រើនទេបាទគាត់អត់ទៅសេអីច្រើនទេបាទជួនកាលគាត់ថតរូបពៀនគាត់ទូទាំងពៀនផុសមួយលេងទៅបាទឥឡូវគាត់ឡើងហ៊ានផុសហើយដោយសារតែប៉ារីសក៏ឈ្នះជើងឯកបាទជាលើកដំបូងក្នុងប្រវត្តិសាស្ត្រហើយជាការឈ្នះពានរង្វាន់4គ្រឿងក្នុងមួយរដូវកាលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រទៀតEnrique ទៀតដែរលោក Luis Enrique ហើយគ្រូបង្វឹក Luis Enrique ហ្នឹងជាគ្រូបង្វឹកទី2ក្នុងប្រវត្តិសាស្ត្រដែលដឹកនាំក្លឹប2ឈ្នះពាន3គេហៅថា Triple ហ្នឹងជាមួយនឹងក្លឹប2ផ្សេងគ្នាបាទទី1 Pep Guardiola ឈ្នះ Barca ផងឈ្នះ Man City ផងបាទហើយលោក Luis Enrique ហ្នឹងគាត់ជាមនុស្សទី2ឈ្នះ Barcelona ផងឈ្នះ Paris ផងបាទហើយកំណត់ត្រាមួយទៀតបាទលោក Luis Enrique ហ្នឹងគឺគេហៅថាគ្រូបង្វឹកដែលលេងមិនចាញ់សោះនៅក្នុងវគ្គផ្ដាច់ព្រាត់ដោយ Zinedine Zidane ចឹងឲ្យទៅដល់ផ្ដាច់ព្រាត់គឺលេងមិនចាញ់បាទអញ្ចឹងលោក Luis Enrique វគ្គផ្ដាច់ព្រាត់11ដងក្នុងអាជីពឈ្នះទាំង11ដងបាទឥឡូវលោករទ្ធីថារឿងហ្នឹងសាបតែឥឡូវខ្ញុំចាក់អំបិលចូលទៅឲ្យប្រៃបាទពីព្រោះថាប៉ារីសនឹងទៅជួបស្ពឺបាទចឹងរឿងវាចា UEFA Super Cup បាទខ្ញុំធ្លាប់និយាយខ្ញុំនិយាយមើលលោករទ្ធីមកលោករទ្ធីខ្ញុំនិយាយថាបាល់នេះបើសិនជាឲ្យខ្ញុំទាយថាប៉ារីសឈ្នះស្ពឺពីព្រោះសំទោសប៉ារីសនឹងឈ្នះអ៊ីនទ័រពីព្រោះប៉ារីសនឹងទៅជួបស្ពឺហើយស្ពឺស៊ីប៉ារីសខ្ញុំដៅឲ្យដល់កន្លែងចុងក្រោយពីព្រោះខ្ញុំគិតថាបើសិនជាអ៊ីនទ័រឈ្នះប៉ារីសអ៊ីនទ័រនឹងឈ្នះស្ពឺហ្មងពីព្រោះស្ពឺហ្នឹងគេហៅថាចាស់តែក្លឹមបាទតែចាស់តែក្លឹមអាថ្ងៃទាត់ជាមួយក្រុមបារាំងក្មេងតែខ្លាំងបាទខ្លាំងបូតនៃចាស់ក្លឹមដាច់ប្រហើខ្ទេចវិញវាន់លេងដឹងអី 5-0 ប្រោយបាទអូយប់នោះមកខ្ញុំមិននឹកស្មានថាអ៊ីនទ័រគាត់បែកក្បួនលេងដល់ថ្នាក់ហ្នឹងបាទអ៊ីនទ័រដែលខ្ញុំរំពឹងថាលេងជាមួយប៉ារីសគឺអ៊ីនទ័រដែលប៉ះបាល់សេឡូណាបាទខ្ញុំរំពឹងថាគូនេះគឺតឹងហ្មងតឹងដល់អាចដល់ម៉ោងថែព្រួយអ៊ីនទ័រលេងមនុស្សចាស់លេងការពារលេងស្អិតលេងបាល់យឺតបាទដល់តែប៉ារីសគាត់សិតតែក្មេងលេងបាល់លឿនបាទប៉ុន្តែមានអាណាបាល់ឆាកមកមិនទាន់បានអីប៉ារីសដាក់2បាទហើយខ្ញុំក៏គិតថាបាល់នេះគឺអ៊ីនទ័រគ្មានគីឡូអាចវាយបកបានទេព្រោះប៉ារីសណែនណាស់បាទប៉ុន្តែមានអាណាប៉ារីសមិនទប់បាទលោក Luis Enrique គាត់ប្រើធေါ်ក្តៅមិនទប់ហើយគឺបុកថែមធ្លីឲ្យ3បាន3ទៀតបាទអញ្ចឹងគេហៅថានេះគឺបំបាក់ថ្មរបស់អ៊ីនទ័រតែម្ដងបាទហើយអ៊ីនទ័រក៏មិននឹកស្មានដែរហើយការប្រកួតនេះគឺជាការប្រកួតវគ្គផ្ដាច់ព្រាត់ដែលគូប្រកួតប្រជែងបរាជ័យច្រើនគ្រាប់បំផុតនៅក្នុងប្រវត្តិសាស្ត្របាទគឺ 5-0 បាទហើយសម្រាប់វគ្គផ្ដាច់ព្រាត់ដែលមានការវាយបក
នាំមុខលើសពី2គ្រាប់ហើយវាបកឈ្នះវិញគឺមានតែមួយក្រុមគត់គឺ2005គឺ Istanbul បាទនៅពេលដែល AC Milan នាំមុខ Liverpool 3 Liverpool វាយបកវិញបាទហើយការវាយបកដ៏អស្ចារ្យដែលស្ទើរតែមិនគួរឲ្យជឿចង់មកគឺមានតែមួយគត់ឆ្នាំ99 Man U វាយបក2ទៀត5នាទីស៊ី3ម៉ានិចលើកទៀតបាទអញ្ចឹងគឺអត់ងាយមានតែក្រុមណាវាយបកបានទេបាទអញ្ចឹងគឺថ្ងៃនោះបាទ Inter បាទគឺបាក់ទៅតែម្ដងបាក់ស្បាទៅតែម្ដងធ្លាប់មានមករសជាតិដែរចាំបាននេះទីកាល Liverpool ជួប Real Madrid ឆ្នាំ2022បាទ Real Madrid បើកឲ្យ Liverpool បុកមកសបាយបាទបុកមកសបាយលេងយ៉ាងម៉េចលេងទៅអាយេទប់ឲ្យជាប់បាទចុងក្រោយ Valverde វាយផ្លងរាវមកខាងណាដូច Benzema Vini JR បាទមួយពឹងចូលចប់នេះហើយ Liverpool បុកឡើងឆ្អែតបាទហ្នឹងគាត់ថាលើករឿងរ៉ាវខ្លះពាក់ព័ន្ធជាមួយនឹង Champions League អញ្ចឹងខ្ញុំទាយថា Paris ជួប Spurs Paris នឹងស្ពៃរបស់ Spurs នេះគេយកពាក្យខ្ញុំទៅត្រូវបាទអញ្ចឹងឥឡូវយើងចប់ពីរឿង Paris ចោះបាទយើងចូលរឿងថ្មីបាទអញ្ចឹងនៅក្នុងសប្តាហ៍នេះក៏មានការប្រកួតជម្រើសជាតិបាទនៅអឺរ៉ុបបាទគឺការប្រកួតវគ្គកណ្ដាលដៃប្រត់មានរង្វាន់ UEFA Nations League បាទដោយអាល្លឺម៉ង់ទៅជួបជាមួយនឹងប៉ូទុយហ្គាល់បាទខណៈដែលអេស្ប៉ាញត្រូវប៉ះជាមួយបារាំងគេហៅថាគូសងសឹកចាស់នៅយូរ៉ូបាទប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍គឺអាល្លឺម៉ង់ប៉ះប៉ូទុយហ្គាល់នឹងកំពុងតែមានបញ្ហាតាក់ទិនជាមួយនឹងកីឡាដ្ឋានបាទដោយសារតែការប្រកួតរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់គឺលេងតែនៅទឹកដីរបស់ Bayern Munich ទេលេង Arena បាទលេង Arena ប៉ុន្តែថ្ងៃដែលលេង Champions League នេះបាទសូមលីងចូលទៅចោះ fan របស់ប៉ារីកាត់ស្មៅទៅអស់បាទគាត់គាស់ស្មៅទៅអស់លីងហ្មងបាទមិនដឹងថាគាត់យកអីមកគាស់បាទដុំដូចដីកុហុកអញ្ចឹងបាទដូចផ្លូវខូចអញ្ចឹងគាត់គាស់ទៅខ្ទេចបាទដោយសារអីគឺគេហៅថាស្មៅប្រវត្តិសាស្ត្រដែលប៉ារីឈ្នះគាត់គាស់ទៅអស់ហើយអូយកទុកតាំងបាទគាត់យកទុកតាំងហើយសំខាន់គាត់យកទុកលក់បាទស្មៅនេះ10ឆ្នាំ20ឆ្នាំក្រោយលក់បានថ្លៃបាទគាត់គាស់ទៅហើយបាទស្មៅថតមកដាច់ខ្ទេចអស់គាស់ខូងអស់លីងឃើញតែដីគាស់កាត់ខ្ទេចអស់លីង fan ហត់ចូលមកនៅរកគេមានតែជំនឿហ្នឹងដែរបាទដើម្បីសាក់ប៉ុន្តែយ៉ាងណាក៏ដោយបាទខាងសហព័ន្ធបាល់ទាត់អាល្លឺម៉ង់បាទគឺឥឡូវនេះគាត់កំពុងតែជួសជុលហើយក៏បានដាក់ពាក្យបណ្ដឹងទៅកាន់ UEFA ដើម្បីពិន័យទៅកាន់ប៉ារីដែរមិនអាចគ្រប់គ្រងអ្នកគ្រប់គ្រងបានប៉ុន្តែរឿងសងគឺអត់ខ្វល់ទេបាទតកែក្លឹបរបស់ប៉ារីហ្នឹងបាទអស់ប្រមាណតែចំណាយដែរបាទព្រោះអីគឺការឈ្នះពាន Champions League នេះគឺគេហៅថាការស្អំសម្បៅទៅដល់គាត់បាទស្អីក៏ឈ្នះអស់ដែរនៅសល់តែ Champions League នឹងតែឥឡូវឈ្នះហើយបាទគាត់លែងខ្វល់ហើយបាទតាំងតែពីអឹមបាប៉េ មេស៊ី ណេម៉ានៅអត់បានអីមកបៀកបាទដល់ចេញអស់ឈ្នះទាំងអស់បាទអញ្ចឹងឥឡូវគាត់ធូរទ្រូងហើយបាទគឺដាក់នៅក្នុងក្លឹបរបស់គាត់បាទអញ្ចឹងគឺសប្តាហ៍នេះមានការប្រកួត2គូយប់ពុតយប់អហោះហើយយប់សុកបាទគឺលេងឆ្លងម៉ោង2ភ្លឺនៅកម្ពុជាយើងបាទទាំងគូបាល់ឆាគឺអាល្លឺម៉ង់ប៉ះប៉ូទុយហ្គាល់ហើយមួយគូទៀតគឺអេស្ប៉ាញប៉ះបារាំងអ្នកណាឈ្នះឡើងទៅជួបគ្នាវគ្គដាច់ប្រត់ខ្ញុំថាប៉ូទុយហ្គាល់លេងឈ្នះអាល្លឺម៉ង់បាទប្រវត្តិប៉ូទុយហ្គាល់គឺលេងមិនអាចឈ្នះអាល្លឺម៉ង់លើឈ្នះអាល្លឺម៉ង់បាល់អាល្លឺម៉ង់បាល់លេងប្រទេសស្អាតហ្មងបាទអញ្ចឹងខ្ញុំហ៊ានទាយហ្មងមានទីមកថាប៉ូទុយហ្គាល់ចាញ់ដៃអាល្លឺម៉ង់បាទប៉ូទុយហ្គាល់ចាញ់ដៃអាល្លឺម៉ង់ហើយបារាំងនិងអេស្ប៉ាញបារាំងចាញ់ដៃអេស្ប៉ាញចុងក្រោយអាល្លឺម៉ង់ជួបអេស្ប៉ាញចាំទីទៀតបាទអាល្លឺម៉ង់ជួបអេស្ប៉ាញគេហៅថាសត្រូវចាស់ជួបគ្នាវគ្គពាក់កណ្ដាលបៃប្រត់នៅយូរ៉ូដៃអាល្លឺម៉ង់បាទកាលនោះគឺអេស្ប៉ាញឈ្នះ 2-1 បាទអញ្ចឹងលេងមើលបាទយើងគាត់ដៅមកកលៈសិនបាទដៅមកកលៈសិនអញ្ចឹងចប់រឿង UEFA Nation ហ្នឹងចូលមករឿងទៀតបាទ FIFA Club World Cup ក៏មកដល់ដែរ FIFA Club World Cup ឥឡូវចម្លែកផ្លែកភ្នែកណាមានចែកពូចែកអីតម្រៀបតាមអីណាដូចអានេះលេង World Cup បាទដូច World Cup អញ្ចឹងបាទ FIFA Club World Cup នោះបាទយើងបានឃើញពាន World មកជុំ World បានកាលនោះបាទគឺលោក Infantino យកទៅឲ្យលោក Donald Trump បាទប្រវល់យ៉ាងទៅបាទប្រអួតជាមួយ Donald Trump យ៉ាងទៅបាទអញ្ចឹងក៏មានការប្រកួតប្រជែងច្រើនបាទ Real Madrid Man City Chelsea អីគឺប្រកួតតាមម៉ោងទៅមាន7ព្រឹកខ្លះមាន8ព្រឹកមាន9ព្រឹកមានមិនទៅ10យប់មានម៉ោង2ភ្លឺគឺបងប្អូនអាចតាមដានបានបាទគឺតាមរយៈ schedule របស់ FIFA Club World Cup ចុះបើសិនជាខ្ញុំនិយាយគឺបងប្អូនអាចច្រើនពេកបាទច្រើនពេកព្រោះសារថាពីច្រើនប្រកួតខ្លះលេងនៅ Inter Miami អញ្ចឹងបងប្អូនចំណាំតែលេងនៅអាមេរិកគឺលេងព្រឹកបាទដល់ពេលលេងនៅដីអេស្ប៉ាញបាទ Real Madrid ប៉ះជាមួយក្លឹបផ្សេងនេះលេងម៉ោង2យប់បាទទឹកដីអេស្ប៉ាញម៉ោងផ្សេងយ៉ាងទៅបាទអញ្ចឹងគឺមានការប្រកួតជាបន្តបន្ទាប់ FIFA Club World Cup បាទកីឡាករអត់បានសម្រាកទេបាទអញ្ចឹងគឺចាប់ផ្ដើមលឺហត់តទៀតហើយបាទលេងពេលនេះចប់មួយខែអត់បានសម្រាកទេបាទគឺត្រូវតែមិត្តភាពក្លឹបជាមួយនឹង
មិត្តភាពធួជាមួយបោះក្លឹបហើយចូលខែ8ខែ9គឺចាប់ផ្ដើមលេខជាបន្តបាទអញ្ចឹងខ្ញុំនិយាយមកសរុបមកវិញមកគឺវាមាន32ក្រុមចែកចេញជា8ពូលគេចាប់ឆ្នោតចេញពូលចេញហើយហើយទី15ខែមិថុនាចាប់ដើមចេញដំណើរក្នុងការប្រកួតប្រជែងហើយអញ្ចឹងយើងចាំតាមដានហើយថេកតាមពលកីឡាទៅយើងអាប់ដេតទៅរហូតហើយដល់ណាឡើងដល់ណាឈ្នះណាចាញ់ណាបាទអូខេអញ្ចឹងបាទព័ត៌មានបាល់ក្រៅស្រុកគឺមានតែត្រឹមប៉ុណ្ណេះទេប៉ុន្តែយើងអត់ទាន់ចប់ទេបាទក៏ប៉ុន្តែត្រូវចប់ហើយតែសល់រឿងមួយទៀតរឿងអារ៉ាមគុណខ្មែរបាទគូតឡានខ្ញុំនោះសុទ្ធតែ10សាក់កង់ខោអាវបាទដើម្បីផ្ញើជូនទៅដល់ក្លឹបបណ្ដាលនានាដែលមានការខ្វះខាតអានោះមួយរឿងបាទដើម្បីចប់អដែងបេសកកម្មនឹងហើយខ្ញុំត្រៀមខ្លួនសម្រាប់អារ៉ាមគុណខ្មែរបែបដៃព្រាត់នៅវត្តលកាឃុំបំមាលស្រុកថ្មគោលខេត្តបាត់ដំបងថ្ងៃទី11ខែមិថុនាចាប់ពីម៉ោង5ល្ងាចតទៅមានការប្រដាល់ដណ្ដើមខ្សែក្រវ៉ាត់អារ៉ាមគុណខ្មែរបាទកីឡាករ4រូបដែលឈ្នះពី4វត្តផ្សេងគ្នាបាទធ្វើការប្រកួតប្រជែងគ្នាខ្ញុំសូមលើកយកឲ្យច្បាស់តែម្ដងដើម្បីជម្រាបជូនដល់បងប្អូនទី1គឺរិទ្ធីវិរៈឡើងពីពេញទៅវត្តលកាដោយគាត់ឈ្នះអារ៉ាមគុណខ្មែរវត្តទី1បាទទី2គឺកីឡាករប៉ុងស៊ីណាន់ឡើងពីមោងទៅវត្តលកាព្រោះគាត់ឈ្នះអារ៉ាមគុណខ្មែរនៅវត្តនៅគេហៅវត្តអីនៅខាងសំពៅលូននោះបាទនៅខាងសំពៅលូនបន្ទាប់មកទៀតទី3បាទកីឡាករមានឈ្មោះថាមាសសវណ្ណសាត្រូវឡើងពីបវលចូលវត្តលកាទៀតព្រោះគាត់ឈ្នះនៅវត្តឆ្លខ្លាញ់បាទចុងក្រោយគឺភីដេវីតឡើងពីប្រទេសមានជ័យទៅវត្តលកាព្រោះគាត់ឈ្នះអារ៉ាមគុណខ្មែរនៅវត្តលង្កោប4នាក់ហ្នឹងនឹងប្រកួតគ្នានៅថ្ងៃទី11ប្រកួតដូចម៉ារ៉ាតុងអញ្ចឹងចូលទៅចាប់ឆ្នោតហ្មងណាជួបណាជួបណាឈ្នះទៀតបាទដើម្បីយកខ្សែក្រវ៉ាត់លោកគ្រូតាម៉ាសារីបានខ្សែក្រវ៉ាត់លោកគ្រូតាម៉ាសារីហើយដាក់សមុទ្រយន្តហោះទៅម៉ាឡេទៅវាយនៅកន្លែងលំពួមួយទៀតទៅជាមួយរិទ្ធីវិរៈរិទ្ធីបញ្ញារិទ្ធីគីងកុងបាទអញ្ចឹងមានន័យថាម្ចាស់ខ្សែក្រវ៉ាត់បាទលោកគ្រូតាម៉ាសារីគឺមានភារកិច្ចមួយទៀតបាទអញ្ចឹងថានេះជាការជំរុញឲ្យអ្នកទាំង4នេះគឺកាន់តែខំប្រឹងកាន់តែចង់ឈ្នះខ្សែក្រវ៉ាត់លោកគ្រូតាម៉ាសារីខ្ញុំសូមបញ្ជាក់ផងដែរថាថ្ងៃដណ្ដើមខ្សែក្រវ៉ាត់លោកគ្រូតាម៉ាសារីបងប្អូនចង់ឃើញរិទ្ធីគីងកុងទេដាក់ឈ្មោះរិទ្ធីគីងកុងទៅវាយដែរហើយប៉ុន្តែខាងបាត់ដំបងកំពុងរាវពេញមួយខែថាដាក់ណាវាយជាមួយរិទ្ធីគីងកុងណាអញ្ចឹងនេះជាព័ត៌មានមួយដើម្បីឲ្យបងប្អូនបានអញ្ជើញទៅចូលរួមទស្សនាឲ្យបានច្រើនបាទនៅវត្តលកាឃុំបំមាលស្រុកថ្មគោលខេត្តបាត់ដំបងថ្ងៃ11មិថុនាថ្ងៃ12មិថុនាមាន2ទៅ10គូទៀត2ទៅ10គូទៀតនៅក្នុងវត្តលកាមិនវាយមិត្តភាពធម្មតាបាទអញ្ចឹងវាយ2រាត្រីជាប់គ្នា2រាត្រីបាទគាត់តែថ្ងៃផ្ដាច់ព្រាត់គឺយើងធ្វើថ្ងៃដំបូងបាទថ្ងៃមិត្តភាពគឺថ្ងៃបន្ទាប់បាទរទ្ធីគីងកុងនេះពិបាករកអ្នកវាយតតែបើថ្ងៃមុនបាទគឺគេតកុំផឹកដល់ទៅដោះគោតកុំផឹកទៅដោះគោបាទជាមួយរទ្ធីគីងកុងវិញចេញទៅដោះគោមកដូចអ្នកជប៉ុនបាទអូខេបាទនេះជារឿងរ៉ាវជម្រាបជូនដល់ប្រិយមិត្តពុកម៉ែបងប្អូនហើយថ្ងៃនេះថ្ងៃច័ន្ទទៅដល់ថ្ងៃសុក្រយើងអាប់ដេតបន្តទៀតថាមានរឿងអ្វីអាប់ដេតកើតឡើងយើងនឹងធ្វើវឌ្ឍនភាពជូនដល់ព័ត៌មាននៅគ្រប់ជ្រុងជ្រោយនៃកម្មវិធីរឿងរ៉ាវកីឡាទាំងអស់ដែលយើងដាក់ឈ្មោះថា High-Tech ថាប្រពលកីឡាអរគុណទីបាទអរគុណបងប្អូនដែលបានតាមដានទស្សនាយើងជួបគ្នាជាបន្តទៀតនៅវគ្គក្រោយបាទសូមជម្រាបលាបាទ